បងប្អូនអរគ្នាជឿអត់ថាបើសិនជាខ្ញុំអត់កូនវិញណាប្តីប្រពន្ធរបស់ខ្ញុំគឺប្រហែលជាបែកបាក់គ្នាហើយបងប្អូនជឿអត់ថ្ងៃនេះគឺខ្ញុំមកនិយាយអំពី ជីវិតគ្រួសាររបស់ខ្ញុំបន្តិចហើយក៏ដូចជាចែកម្លែកនៅបទពិសោធន៍តាក់ទងទៅនឹងគេថាចំណងដែលយើងមិនអាចថាបែកគ្នាបានគឺដោយសារតែកូនអញ្ចឹងថ្ងៃនេះគឺយើងនិយាយលេងហើយក៏ដូចជាចែកម្លែកអំពីការរស់នៅបែបជីវិតគូហើយនឹងភាពក្តៅត្រជាក់ទុកលំបាកមួយចំនួនដែលខ្ញុំបានឆ្លងកាត់នៅក្នុងជីវិតអាពាហ៍ពិពាហ៍9ឆ្នាំមកនេះទេតាគ្នាមកដល់ពេលនេះគឺខ្ញុំមានកូនរហូតដល់3នាក់ហើយយើងក៏បានឆ្លងកាត់នៅជីវិតអាពាហ៍ពិពាហ៍មួយដែលនៅវិញជូរជាប់គឺមានសពគ្រប់អស់ហើយប៉ុន្តែខ្ញុំសំបកទៅពីដំបូងដែលខ្ញុំទៅការថ្មីហើយពេលនោះគឺជីវិតរបស់យើងគឺមានភាពរកម្មរកោហើយមិនយល់ចិត្តគ្នាច្រើនខ្លាំងមែនទេបងប្អូនយើងគូសំទោសយើងស្ទើរតែបែកគ្នាម្ដងហើយយើងឆ្លោះគ្នាពេលខ្លះសឹងតែយើងប្រេះឆាគ្នាទៅហើយយើងសឹងតែចែកផ្លូវគ្នារៀងខ្លួនអញ្ចឹងណាដោយសារតែយើងរស់នៅសឹងតែអត់ចុះសម្រងគ្នាទេពេលដំបូងគឺអត់ចុះសម្រងគ្នាតតែសោះនេះគឺជាអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់បងប្អូនឆ្លងកាត់ការរស់នៅជាមួយគ្នារវាងដៃគូយើងដែលនិយាយមែនទៅគឺក្មេងបងប្អូនដៃគូរបស់ខ្ញុំភរិយារបស់ខ្ញុំគឺគាត់ក្មេងខ្លាំងមែនទែនអាយុតែ16 17ទេបងប្អូនកាលនោះហើយដែលធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍នេះគឺវាលក្ខណៈមួយថាវានៅស្ទើរបានន័យថាយើងអត់ចេះគិតយើងអត់ចេះពិចារណាយើងអត់ទាន់បានឆ្លងកាត់នៅគេថាភាពលំបាកអីមួយចំនួនដែលយើងធ្វើម៉េចសួរឲ្យបានណាយើងអត់ទាន់មានភាពរឹងមាំនិយាយទៅអត់ទាន់មានភាពរឹងមាំទេអានេះខ្ញុំនិយាយមែនទែនទៅគឺយើងនៅក្មេងខ្ចីខ្លាំងមែនទែនអញ្ចឹងបានធ្វើឲ្យជីវិតគូរបស់ខ្ញុំហ្នឹងគឺលកម្មករហើយស្ទើរតែ pressure បែកបាក់ម្ដងប៉ុន្តែវាជារឿងមួយដែលល្អនៅពេលដែលខ្ញុំទាំងពីរមានកូនហើយកាលនោះគឺខ្ញុំចាប់ផ្ដើមមានអារម្មណ៍មួយថាបែបថាចាស់ទុំណាបែបមានអារម្មណ៍មួយថាយើងគិតដល់អនាគតកូនជាចម្បងវិញមែនទែនតើបងប្អូនអរគ្នានៅពេលដែលខ្ញុំមករស់នៅជុំគ្នាអ្វីដែលខ្ញុំសង្កេតមើលគឺយើងការដែលយើងស្រឡាញ់គ្នាហ្នឹងគឺខុសគ្នាដូចមេឃនឹងដីរវាងការដែលយើងរស់នៅគ្រួសារផ្សេងគ្នាយើងស្រឡាញ់គ្នាមែនប៉ុន្តែម្នាក់នៅខាងគាត់យើងនៅខាងយើងអញ្ចឹងទៅអញ្ចឹងយើងស្រឡាញ់គ្នាយើងញ៉ាយគ្នាយើងនិយាយគ្នាគឺយល់ចិត្តគ្នាអស់ហើយប៉ុន្តែដល់ពេលយើងមករួមរស់នៅជាមួយគ្នាគឺបានន័យថាខុសសឹងតែយើងអាចថា 70% អញ្ចឹងយើងអាចថា 70% បងប្អូនអាច 70% រវាងការដែលយើងនៅជាសង្សារហើយនឹងការដែលយើងមករួមរស់នៅជាមួយគ្នាចាប់ដៃគូតស៊ូលំបាកលំបិនជាមួយគ្នាហ្នឹងគឺវាខុស 70% តាមដែលខ្ញុំឃើញហើយខ្ញុំសង្កេតមើលខុសឬក៏ការដែលមិនចុះសម្រុងគ្នាហ្នឹងគឺវាកត្តាច្រើនទី1វាមកពីទម្លាប់របស់គ្រួសារយើងទម្លាប់របស់យើងទម្លាប់របស់គាត់ដែលគាត់រស់នៅក្នុងក្រុមគ្រួសាររបស់គាត់គឺគាត់ទម្លាប់ផ្សេងហើយយើងរស់នៅក្នុងក្រុមគ្រួសារយើងហ្នឹងគឺទម្លាប់ផ្សេងអញ្ចឹងអាទម្លាប់ផ្សេងគ្នាហ្នឹងហើយដែលយើងមករស់នៅដំបូងគឺវាធ្វើឲ្យយើងអត់អាចចុះសម្រុងគ្នាទេតោះតែគូជីវិតយើងហ្នឹងគឺព្យាយាមសម្របទៅវិញទៅមកអាណាដែលយើងខុសយើងកែអាណាដែលយើងមិនល្អយើងកែចោលទៅហើយគេក៏ដូចគ្នាមានចិត្តកែដូចគ្នាបានរស់នៅចុះសម្រុងគ្នាបងប្អូនហើយទី2គឺរឿងលុយកាក់ហ្នឹងឯងសំខាន់មែនទេបងប្អូនអាហ្នឹងជាទម្លាប់នៅក្នុងការរស់នៅតែទម្លាប់នៅក្នុងការចាយវាទៀតរឹតតែធ្វើឲ្យយើងមានភាពរកម្មរកោទៀតបងប្អូនខ្ញុំចែកម្លែកថ្ងៃនេះគឺមិនមែនឲ្យគេខ្លួនឯងទេប៉ុន្តែចង់ឲ្យបងប្អូនមួយចំនួនដែលគាត់ទៅតែការហើយគាត់រៀបការហើយគាត់ស្វែងយល់ហើយគាត់រៀនដោះស្រាយបញ្ហាជីវិតគូថ្មីថ្មោងហ្នឹងឲ្យបានច្រើនអូខេអញ្ចឹងអាការចាយវារបស់យើងនៅក្នុងក្រុមគ្រួសារយើងត្បិតត្បៀតយើងក្នុងក្រុមគ្រួសារយើងណាកាលមុនគឺយើងត្បិតត្បៀតយើងមួយថ្ងៃគឺយើងរកបានមកគឺអត់ងាយចាយអីផ្ដេសផ្ដាស់ឯងបងប្អូនគឺសន្សំហើយយើងចង់ផ្ដើមបង្កើនទ្រព្យអីរួចហើយបានយើងចាយអញ្ចឹងប៉ុន្តែដល់ពេលខាងគាត់គឺគាត់ខុសពីយើងអូខេគាត់មានរបៀបចាយមួយផ្សេងពីយើងអញ្ចឹងពេលខ្លះយើងអត់ទទួលយកបានអាការដែលមានទម្លាប់ចាយបែបនោះហើយអាទម្លាប់
ដែលអត់ចេះសន្សំចៃអីជាដើមចឹងទៅនេះគឺវាធ្វើឲ្យកតាក្រុមគ្រួសាររបស់យើងហ្នឹងគឺមានភាពចម្រុងចម្រាស់យើងអត់ចុះសម្រុងគ្នាទេបងប្អូនអញ្ចឹង យើងតែងតែមានការប្រកែកឆ្លោះឬក៏អន់ចិត្តនឹងគ្នានេះគឺកតាមួយចំនួនដែលធ្វើឲ្យខ្ញុំជាមួយនឹងដៃគូរបស់ខ្ញុំហ្នឹងគឺមានភាពប្រកម្មមកអូខេដំបូងណាប៉ុន្តែដល់ពេលមានកូនហើយបងប្អូនមានកូនហើយពួកយើងចាប់ផ្ដើមមានអារម្មណ៍មួយថាខុសពីមុនអារម្មណ៍មួយហ្នឹងគឺវាខុសចេះបងប្អូននៅពេលដែលខ្ញុំអត់មានកូននៅពេលដែលយើងឆ្លោះគ្នាគឺមានអារម្មណ៍មួយថាអូអញនៅអត់ចុះសម្រងគ្នាអញចែកផ្លូវរៀងខ្លួនទៅរកដៃគូឬក៏ទៅរកជីវិតថ្មីទៅដែលមានសុភមង្គលជាងនឹងចឹងទៅឬក៏អ្នកដែលចុះសម្រងគ្នាដែលយើងគិតអត់ដល់ណាដំបូងឡើយយើងគិតតែអញ្ចឹងឯងបងប្អូនអ្នកដែលការថ្មីថ្មោងខ្ញុំគិតថាប្រហែលជាមានកណិតឬក៏មានការគិតដូចខ្ញុំដែរដោយសារតែយើងអត់ចេះធ្វើម៉េចគេថាចិត្តសាស្ត្រលួងលោមគ្នាទៅវិញទៅមកឬក៏ណែនាំគ្នាបែបថាបែបសន្តិវិធីណាគឺរោល្បិចលួងលោមឬក៏ល្បិចមិនដើម្បីឲ្យបញ្យល់ឲ្យដៃគូនឹងយល់ឬក៏ធ្វើឲ្យដៃគូខ្លួនឯងនឹងយល់ពីបំណងរបស់យើងយល់ពីថាគោលដៅរួមដែលយើងជាមួយនឹងគ្រូសាឬក៏ដៃគូរបស់យើងត្រូវទៅឲ្យដល់អញ្ចឹងពេលដែលយើងអត់កូនហ្នឹងពេលដែលយើងអត់មានកូននៅនឹងចឹងនិយាយថាជាចំណងអត់មានកូនជាចំណងហ្នឹងយើងគិតបែបហ្នឹងយើងគិតថាម៉េចឲ្យតែឆ្លោះគឺយើងចង់បែកឲ្យឆ្លោះយើងចង់បែកអានេះគឺពេលថ្មីគឺបែបហ្នឹងបងប្អូនដៃគូរបស់យើងគឺគាត់មិនមែនជាមនុស្សម្នាក់ដែលមិនល្អទេគាត់ល្អហើយប៉ុន្តែគាត់ល្អបែបគាត់យើងមានអាភាពល្អបែបយើងអញ្ចឹងទៅតែវាចំណុចខ្វះខាតនៅតែមានតែដល់ពេលយើងអត់មានកូនយើងឆ្លោះគ្នាយើងចង់ទៅរៀងខ្លួនយើងចង់បែកអីចឹងទៅដល់ពេលយើងមានកូនទៅជាយើងគិតមួយផ្សេងគិតមួយដែលថាយើងធ្វើអីគឺដើម្បីអនាគតកូនយើងអត់ចង់ឲ្យកូនកំព្រាយើងអត់ចង់ឲ្យកូននឹងពិបាកយើងអត់ចង់ឲ្យកូននឹងកើតមកអត់មានឪពុកម្ដាយហៅនិយាយរួមទៅគឺសពគ្រប់អញ្ចឹងបានថានៅពេលដែលយើងការណាបើសិនជាអាចយើងគូតែមានចំណងដៃមួយសម្រាប់ដៃគូឬក៏គូជីវិតរបស់យើងដើម្បីពេលខ្លះក៏វាជាចំណងមួយដែរបងប្អូនហើយចំណងហ្នឹងគឺទាមទារឲ្យដៃគូរបស់យើងជាមនុស្សដែលមានទំនួលខុសត្រូវដូចគ្នាបានចំណងហ្នឹងអាចចងជាប់បងប្អូនចំណងអាចចងជាប់ហើយអាចកែប្រែផ្នត់គំនិតរវាងប្តីប្រពន្ធយើងឬក៏ដៃគូយើងហ្នឹងត្រឡប់មករួមចិត្តរួមកម្លាំងគ្នាកសាងគ្រួសារមួយទៅមុខតទៀតអូខេបងប្អូនអញ្ចឹងចំណងដៃអាពាហ៍ពិពាហ៍ដែលជាបុត្រឬក៏បុត្រាបុត្រីបើថាកូនហ្នឹងគឺវាសំខាន់ដែរបងប្អូនអញ្ចឹងខ្ញុំកាលពីដើមខ្ញុំធ្លាប់តែឮថាចាស់ថាណែពេលមានកូនគាត់ថាអ្នកខ្លះគាត់និយាយចេះឥឡូវយើងនិយាយថាចេះអ្នកខ្លះគាត់និយាយថាអូយើងអត់ទាន់ធូរធាទេពេលមានកូនយើងយកចេញទៅដល់ពេលចាស់ខ្លះគាត់អាចខាតគាត់អត់ឲ្យយកទេពេលមានកូនហ្នឹងគាត់សុបាយចិត្តវិញគាត់ហេតុអីបានថាសុបាយចិត្តគឺដោយសារតែកូនគឺជាចំណងមួយដែលអាចជួយឲ្យអាពាហ៍ពិពាហ៍របស់យើងក៏អាចគង់វង្សដោយសារកូនដែរអូខេខ្ញុំលើកចំណុចត្រនេះដោយសារតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបដូរពីការគិតមួយដែលថាអូអញពេលឆ្លោះគ្នាត្រូវតែបែកបាក់គ្នាពេលតែឆ្លោះគ្នាត្រូវតែចែកផ្លូវគ្នាបដូរពីផ្នត់គំនិតមួយហ្នឹងមកជាការមួយដែលថាអូខេយើងឆ្លោះគ្នាយើងគ្រាន់តែខឹងគ្នាមកផ្លេតទៅយើងត្រឡប់មកលួងលោមគ្នាហើយយើងត្រឡប់មកត្រូវរៅគ្នាយើងត្រឡប់មកធ្វើរឿងល្អជាមួយគ្នាវិញហើយយើងត្រឡប់មកធ្វើការងារណាដែលមានប្រយោជន៍ដល់កូនមានប្រយោជន៍ដល់ក្រុមគ្រួសារទាំងមូលអញ្ចឹងបានយើងអាចរសាយចិត្តឬក៏យើងអាចភ្ជាប់ចំណងអាពាហ៍ពិពាហ៍នេះឲ្យនៅគង់វង្សថិតថេរអញ្ចឹងទៅអូខេបងប្អូនអញ្ចឹងចំណុចកន្លែងនេះគឺដូចខ្ញុំនិយាយម្ដងហើយម្ដងទៀតអញ្ចឹងនៅពេលដែលយើងអត់កូនគឺការគិតរបស់ខ្ញុំគឺខុសគ្នាការគិតរបស់ខ្ញុំគឺខុសដាច់តែម្ដងបងប្អូនអញ្ចឹងបាននៅពេលដែលខ្ញុំមានកូនរហូតដល់3នាក់
ចាប់ដើមយល់អំពីចំណុចកន្លែងហ្នឹងកាប់ទៅខ្លួនឯងមិនល្អឥតខ្ចោះទេហើយខាងដៃគូក៏មិនល្អឥតខ្ចោះទេប៉ុន្តែនៅពេលដែលមានកូនជាចំណងដៃមួយហ្នឹងក៏ចាប់ដើមកែប្រែហើយអ្នកខ្លះក៏ថាខ្ញុំថាចេះអូនឯងឥឡូវកែច្រើនហើយណែមានអារម្មណ៍ថាអូនឯងចេះត្រូចេះលូចេះអីចឹងទៅប៉ុន្តែអានេះគឺមិនមែនទេបងប្អូនចិត្តគឺខុសគ្នាកាលពីយើងអត់មានកូនហើយនឹងយើងមានកូនគឺចិត្តយើងខុសគ្នាឥឡូវមកដល់ឥឡូវគឺសឹងតែ99%ហើយដែលនៅពេលដែលឆ្លោះគ្នាគឺព្រមចាញ់អត់ចង់ឈ្នះទេហើយតតែលក្ខណៈថាតតែតិចរៀងខ្លួនបានចាប់ផ្ដើមនិយាយអំពីហេតុផលខ្លះហើយលួងលោមគាត់តិចតួចទៅហើយបដូរមកបដូរអាកប្បកិរិយាពីខឹងសម្បាអីផ្សេងមកពីពាក្យលួងលោមហើយធ្វើអ្វីដែលឲ្យគាត់សុបាយចិត្តវិញអាហ្នឹងវាខុសគ្នាអញ្ចឹងបងប្អូនអញ្ចឹងវាអត់មានដូចការដែលយើងនៅជាសង្សារអីទេយើងឆ្លោះយើងទៅហើយចិត្តខ្ញុំកាលពីដើមមកអតចរិតរបស់ខ្ញុំគឺខ្ញុំអត់សូវចេះត្រូហើយបងប្អូនខ្ញុំចេះធ្វើល្អប៉ុន្តែអត់ចេះអង្វរវាខុសពីបច្ចុប្បន្នឆ្ងាយខ្លាំងមែនទែនអញ្ចឹងអតចរិតយើងបដូរដោយសារតែយើងមានចំណងដៃមួយអញ្ចឹងយើងធ្វើល្អយើងចេះប៉ុន្តែយើងអត់ចេះអង្វរកាលពីដើមមកគឺយើងអត់ចេះអង្វរហើយពេលខ្លះតើតែគេមកអង្វរយើងវិញទៅយើងព្រមត្រូវអញ្ចឹងទៅអានេះកាលមុនដល់ពេលយើងមានកូនគឺយើងគិតហើយនឹងយើងចេះរំសាយយើងចេះធ្វើចិត្តយើងចេះលាក់អារម្មណ៍យើងចេះនិយាយរួមទៅគឺគ្រប់យ៉ាងគឺសុខចិត្តថាចាញ់អានេះចេះតែសុខចិត្តថាចាញ់អត់ចង់ឈ្នះទេតែសំខាន់អ្វីដែលសំខាន់គឺវាលក្ខណៈថាចាស់ទុំទៅអ្វីដែលយើងចង់ឃើញបំផុតហ្នឹងគឺស្នាមញញឹមរបស់កូនស្នាមញញឹមរបស់ដៃគូរបស់យើងនៅពេលដែលអាចធ្វើឲ្យគាត់សុបាយចិត្តអាចធ្វើឲ្យគាត់មានក្តីសុខយើងក៏សុបាយចិត្តហើយយើងក៏មានអារម្មណ៍មួយថាអ្វីក៏អាចសម្រេចបានដែរអ្វីក៏ចង់ធ្វើដែរអ្វីក៏អាចធ្វើបានដែរយីរួមទៅអ្វីក៏អាចធ្វើបានដែរឲ្យតែមានពូកកើតនៅក្បែរអញ្ចឹងណាវាខុសពីយើងនៅសង្សារឆ្ងាយខ្លាំងមែនទែនអូខេអញ្ចឹងវីដេអូមួយនេះគឺចែករំលែកនៅអ្វីដែលបានឆ្លងកាត់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ថ្មីថ្មោងហើយនឹងការប្រៀបធៀបអំពីការដែលយើងគ្មានចំណងដៃកូនហើយនឹងការដែលយើងមានចំណងដៃកូនវាខុសគ្នាបែបណាអូខេអញ្ចឹងសម្រាប់បងប្អូនថ្មីបែបណាអត្តចរិតរបស់ដៃគូរបស់យើងបែបណាយើងគួរតែនាំគ្នាកែប្រែគ្នាបែបណាអ្នកទាំងគ្នាចូលសង្កេតមើលចូលរៀនចំណាំចូលរៀនគេថាដោះស្រាយជាមួយនឹងដៃគូរបស់យើងតាមដែលអ្វីដែលយើងអាចធ្វើបានអូខេចំណុចដែលយើងអាចរួមរស់នៅជាមួយគ្នាបានរហូតទៅដល់ពេញមួយជីវិតហ្នឹងគឺខ្ញុំគិតថាវាអត់មានអីក្រៅពីការព្រមចាញ់ទេហើយនឹងការនិយាយគ្នាដោយសន្តិវិធីទេតែបើសិនជាយើងចង់ឈ្នះរៀងខ្លួនអូខេដៃគូរបស់យើងប្រកាសតែបែកបាក់ហើយខ្ញុំសូមបញ្ចូលបន្តិចទៀតដោយសារតែអញ្ចឹងធម្មតាមនុស្សយើងនៅពេលដែលខឹងនៅពេលដែលកំពុងតែទៅជែកវែកញែកគ្នាខ្លាំងហ្នឹងពេលខ្លះស្ដាប់ហេតុផលគ្នាអត់បានទេបងប្អូនគឺប្រកាន់រឹងមានះរៀងខ្លួនដល់ពេលយើងទៅជែកហើយយើងចាំនិយាយបងប្អូនពេលដែលយើងទៅជែកហើយយើងចាំនិយាយទៅជាបញ្ហានឹងដោះស្រាយបានដោយងាយវាអត់ធំទេបងប្អូនអញ្ចឹងណាអញ្ចឹងបានថាបងប្អូនទាំងគ្នាបើសិនជាមានដៃគូគឺអ្វីដែលសំខាន់គឺអ្នកទាំងគ្នាព្រមចាញ់បើតែអ្នកទាំងគ្នាចង់ឈ្នះទៅជាអ្នកទាំងគ្នាចាញ់វិញអូខេអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនជំនាន់ក្រោយដែលគាត់រៀបការថ្មីថ្មោងគាត់នឹងជួបតែសុភមង្គលហើយជាពិសេសហ្នឹងគឺទទួលបាននៅគេថាលៀបសការៈជាបន្តបន្ទាប់ហើយរ៉ូស៊ីមានសុភមង្គលមានក្តីស្រឡាញ់ពេញក្រុមគ្រួសារតែម្ដងអូខេអញ្ចឹងវីដេអូមួយនេះមានតែប៉ុណ្្នឹងទេគ្រប់ជម្រាបលាពុកម៉ែបងប្អូនទាំងគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ